សារពីមេតបជាន់ខ្ពស់កម្ពុជាមួយរូបអះអាងថាកំពុងមានរឿងមួយប៉ះទង្គិចសតិអារម្មណ៍សមរភូមិយ៉ាងខ្លាំង Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេនាយឧត្តមសេនីយ៍អ៊ិតសារ៉ាត់បង្ហោះសារក្តៅកគុកថាបើចង់ធ្វើវីរៈបុរសពេលប្រយុទ្ធមកចូលរួមប្រយុទ្ធផងមិនមែនវីរៈបុរសតែក្នុងសៀវភៅនោះទេជារឿងកម្រកើតមានណាស់ដែលនាយឧត្តមសេនីយ៍អ៊ិតសារ៉ាត់អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយុទ្ធពលខេមរៈភូមិន្ទដែលជាមន្ត្រីយោធាជាន់ខ្ពស់និងចាស់ទុំមួយរូបបានចេញមុខមកបង្ហោះសាររៀបរាប់យ៉ាងក្តៅគគុកតាមបណ្ដាញសង្គម Facebook សាររបស់មេតបកម្ពុជារូបនេះត្រូវបានបង្ហោះស្របគ្នានឹងនិន្នាការនៃការរិះគន់ទៅលើសៀវភៅមួយក្បាលដែលមានចំណងជើងថាកម្ពុជាឈ្នះថៃសម័យតេជោធិបតីដែលនិពន្ធដោយលោកបណ្ឌិតទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃយ៉ាងណាមិញខុសពីការរិះគន់លើចំណងជើងនិងខ្លឹមសារសៀវភៅនាយឧត្តមសេនីយ៍អ៊ិតសារ៉ាត់បានរិះគន់ចំទៅលើការប្រើរូបភាពនៅលើក្របសៀវភៅនេះទៅវិញខាងក្រោមនេះជាសារទាំងស្រុងដែលនាយឧត្តមសេនីយ៍អ៊ិតសារ៉ាត់បង្ហោះតាមគណនី Facebook ផ្ទាល់ខ្លួនអ៊ិតសារ៉ាត់នៅម៉ោងជាង4រសៀលថ្ងៃទី28ខែមករាឆ្នាំ2026ខ្ញុំមិនដែលផុសឬបង្ហោះទេតែពេលនេះខ្ញុំឃើញការផុសនិងបង្ហោះខ្លះអួតផងលើកជើងផងចង់លើកដំកើងខ្លួនជាអ្នកខ្លាំងជាវីរៈបុរសតែយោធិនរបស់យើងនៅលើសមរភូមិបានប្រយុទ្ធយកជីវិតដើម្បីការពារជាតិតែរូបថតមិនដែលមានទេតែមានអ្នកខ្លះមិនដែលឃើញមុខនៅសមរភូមិនិងពេលប្រយុទ្ធទេបែរជាមានរូបហើយអួតសុទ្ធតែវីរៈបុរសបោះពុំជាសៀវភៅនិងបង្ហោះតាម Facebook ទៀតសារចុងក្រោយដែលត្រូវបានចាត់ទុកថាជាចំណុចក្តៅគគុកនោះគឺនាយឧត្តមសេនីយ៍អ៊ិតសារ៉ាត់បានបោះសម្ដីមួយឃ្លាថាសូមអ្នកផុសនិងបង្ហោះឈប់ធ្វើរបៀបនេះទៀតទៅធ្វើឲ្យប៉ះទង្គិចសតិអារម្មណ៍បងប្អូននៅសមរភូមិខ្លាំងណាស់បើចង់ធ្វើវីរៈបុរសពេលប្រយុទ្ធសូមមកចូលរួមប្រយុទ្ធផងតើលោកអ្នកយល់យ៉ាងណាចំពោះសារលើកឡើងពីមេតបកម្ពុជារូបនេះខ្ញុំបាទអោមចែកច័ន្ទរាពីកម្មវិធី Hot Server